នៅលើកោះមួយដែលស្ថិតនៅដាច់ស្រយាលកណ្ដាលមហាសមុទ្រដែលគ្មានមនុស្សណាម្នាក់ធ្លាប់បានទៅដល់មានអដ្ឋកំបាំងមួយដែលបានលាក់ទុកជាច្រើនសតវត្សមកហើយកោះនោះត្រូវបានហ៊ុមព័ទ្ធដោយអបក្រាសនិងថ្មប៉ាប្លាស្ទិកដ៏គ្រោះថ្នាក់បំផុតប៉ុន្តែនៅខាងក្នុងវាគឺជាឋានសួគ៌ដ៏អស្ចារ្យតារាគឺជាព្រះញីមច្ឆាដ៏ស្រស់ស្អាតដែលមានសក់ពណ៌ខៀវលាយបៃតងវែងអន្លៃនិងកន្ទុយពណ៌ប្រាក់ចែងចាញនាងតែងតែអង្គុយនៅលើថ្មមាត់សមុទ្រសឹងលឹងមើលទៅផ្ដេកមេឃដ៏ឆ្ងាយអូមហាសមុទ្រដ៏ធំធេងតើនៅខាងក្រៅពិភពលោករបស់ខ្ញុំមានអ្វីខ្លះទៅហេតុអ្វីបានជាបិតារបស់ខ្ញុំហាមឃាត់មិនឲ្យខ្ញុំទៅក្បែរពិភពលោកមនុស្សខ្ញុំតែងតែមានអារម្មណ៍ថាមានអ្វីម្យ៉ាងកំពុងរងចាំខ្ញុំនៅទីនោះរលកសមុទ្រនិងខៀវត្រជាក់នេះប្រាប់ខ្ញុំថាមានរឿងរ៉ាវជាច្រើនដែលខ្ញុំមិនទាន់ដឹងខ្ញុំចង់ដឹងពីអារម្មណ៍ការដើរនៅលើដីខ្សាច់ចង់ដឹងពីកម្ដៅនៃព្រះអាទិត្យដែលមិនឆ្លងកាត់ទឹកសមុទ្រតារាមិនដឹងទេថានៅថ្ងៃនេះជីវិតរបស់នាងនឹងត្រូវផ្លាស់ប្ដូរជារៀងរហូតសំឡេងរលកបកខ្លាំងៗបាននាំមកនូវអ្វីមួយដែលនាងមិនធ្លាប់ខៀងពីមុនមកវាមិនមែនជាត្រីឬសត្វសមុទ្រនោះទេប៉ុន្តែវាគឺជាគុនទូចៗមួយដែលកំពុងរសាត់អណ្ដែតមករកកោះអដ្ឋកំបាំងនេះតារាហើយទៅចិត្តដែលក្តីបារម្ភនិងចង់ដឹងចង់ឃើញបំផុតបេះដូងរបស់នាងលត់ញាប់ខុសពីធម្មតាខណៈដែលនាងឃើញស្រមោលមនុស្សម្នាក់នៅក្នុងទូកនោះនៅពេលដែលទូនោះប៉ះនឹងឆ្នេរខ្សាច់សតារាក៏បានឃើញបរិសវ័យក្មេងម្នាក់ដែលសន្លប់បាត់ស្មារតីគាត់ឈ្មោះសុផកជាអ្នកនេសាទម្នាក់ដែលបានជួបនឹងព្យុះសង្គ្រាដ៏ខ្លាំងក្លាតារាហែលទៅក្បែរគាត់ដោយភាពស្ទាក់ស្ទើរនាងមិនដែលឃើញមនុស្សចិត្តបែបនេះទេស្បែករបស់គាត់មានពណ៌ស្រអែមហើយសក់ខ្លាំងរបស់គាត់ទៅទឹកជោកមនុស្សលោកពិតជាមានរូបរាងបែបនេះមែនទេគាត់មើលទៅទន់ខ្សោយណាស់តើគាត់នៅមានជីវិតទេលោកអាចលើកខ្ញុំទេតារាបានប្រើធម្មពលវេទមន្តនៃគូចខ្យងដែលនាងពាក់នៅកដើម្បីជួយសង្គ្រោះសុផកមួយសន្ទុះក្រោយមកសុផកក៏ចាប់ផ្ដើមដកដង្ហើមធំហើយបើកភ្នែកឡើងគាត់ឡើងកាំងនៅពេលឃើញសម្រស់របស់តារាដែលមិនមែនជាមនុស្សធម្មតាតើខ្ញុំនឹកឲ្យណាតើអ្នកជាទេពអប្សរមែនទេហេតុអ្វីបានជាអ្នកមានកន្ទុយត្រីខ្ញុំប្រហែលជាស្លាប់ហើយកំពុងយល់សប្ហើយសុផកព្យាយាមងើបអង្គុយប៉ុន្តែគាត់នៅតែមានអារម្មណ៍វិលមុខតារាថយក្រោយបន្តិចដោយភាពភ័យខ្លាចប៉ុន្តែក៏មានចិត្តចង់ជួយគាត់ដែរនាងដឹងថាការជួបគ្នានេះគឺជាការរំលោភច្បាប់នៃពិភពក្រោមទឹកប៉ុន្តែនាងមិនអាចទុកគាត់ឲ្យស្លាប់នៅទីនេះតែម្នាក់ឯងបានទេជាច្រើនថ្ងៃបានកន្លងផុតទៅសុភ័ក្របានជាសះស្បើយបន្តិចម្ដងដោយសារការមើលថែពីតារានាងបាននាំយកផ្លែឈើប្លែកៗពីក្នុងកោះមកឲ្យគាត់និងច្រៀងចម្រៀងឲ្យគាត់ស្ដាប់ដើម្បីរងាប់អារម្មណ៍ឈឺចាប់ពួកគេទាំងពីរបានចាប់ផ្ដើមយល់ចិត្តគ្នាទៅវិញទៅមកទោះបីជាមកពីពិភពខុសគ្នាក៏ដោយតារាអរគុណអ្នកខ្លាំងណាស់ដែលបានជួយជីវិតខ្ញុំពិភពលោករបស់អ្នកពិតជាស្រស់ស្អាតនិងមានសន្តិភាពណាស់នៅកន្លែងដែលខ្ញុំរស់នៅមនុស្សម្នាតែងតែប្រជែងគ្នានិងមានភាពវឹកវរខ្ញុំក៏ចង់ដឹងពីពិភពលោករបស់អ្នកដែរសុភ័ក្រតើវាមានអារម្មណ៍យ៉ាងណាដែលមានជើងពីរហើយអាចដើរទៅគ្រប់ទីកន្លែងខ្ញុំចំណាយពេលពេញមួយជីវិតនៅក្នុងទឹកប៉ុន្តែពេលនេះខ្ញុំមានអារម្មណ៍ថាពិភពលោករបស់ខ្ញុំហាក់ដូចជាតូចចង្អៀតនៅពេលដែលខ្ញុំបានជួបអ្នកពួកគេបានចំណាយពេលយប់មួយនៅក្នុងរោងភ្នំអាថកំបាំងដែលពោពេញទៅដោយគ្រីស្តាល់ភ្លឺផ្លេកតារាបានរៀបរាប់អំពីប្រវត្តិរបស់កោះនេះដែលជាកន្លែងការពារដោយវិញ្ញាណសមុទ្របុរាណប៉ុន្តែក្តីសុខរបស់ពួកគេមិនបានស្ថិតស្ថេរយូរឡើយព្រោះវិញ្ញាណសមុទ្របានដឹងពីវត្តមានរបស់មនុស្សនៅលើកោះនេះខ្យល់ព្យុះចាប់ផ្ដើមកើតឡើងម្ដងទៀតនៅជុំវិញកោះជាសញ្ញានៃការខឹងសម្បារពីស្ដេចមហាសមុទ្រដែលជាបិតារបស់តារា